ថ្ងៃអាទិត្យទី5កញ្ញាកន្លងទៅនេះគឺជាទិវាបិតាគឺ Father's Day តើទិវាបិតាមានន័យដូចម្តេចដែរចំពោះកុលបុត្រកុលធីតាខ្មែរយើងបានទទួលកំណាព្យមួយពីលោកថៃវង្សវរានៅ Adelaide ដែលលោកបានរៀបរាប់អំពីគុណបិតាហើយដែលខ្ញុំនឹងអានជូនលោកអ្នកនាងដូចតទៅនេះប៉ាខ្ញុំសង្ហាប្រាជ្ញាខ្ពស់កើតមកជាមនុស្សបន្តវង្សពីតាយាយមកទាំងពីរអង្គទើបមានពុកខ្ញុំសូមវន្តាពុកខ្ញុំកើតមកតាយាយខ្ញុំយាយតាទុកធំខំការពារពេលពុកចុះចាប់កំណើតជាលោកយាយវេទនាព្រោះចាញ់កូនថ្លែងពីតាខ្ញុំខំពុះពៀធ្វើរាល់ការងារមិនត្អែត្អូញការងារស្រីប្រុសទោះតូចធំលោកតាខិតខំមិនរុញរាសង្ខេបសូមថ្លែងពីឪម៉ែអស់ច្រើនថ្ងៃខែផ្សេងគ្រួសារថ្ងៃមួយម៉ែឪគាត់រៀបការឈ្មោះថាគ្រួសារម៉ែឪខ្ញុំបានធ្យាត់ចាប់កំណើតតវងល្អឆើតដ៏ឧត្តមម៉ែឪមានធម៌ល្អឧត្តមគឺមេត្តាព្រមព្រោះស្រឡាញ់ម៉ែពរផ្ទៃពោះព្រោះមេត្តាអស់ច្រើនមាសាម៉ែឈឺចាញ់ម្ហូបនំចំណីម៉ែបែបខ្នាញ់អូយម៉ែគាត់ចាញ់ខ្ញុំធ្វើបាបថ្លែងពីឪពុកគុណ21គុណមានតែមួយកូនសូមក្រាបវន្តាគុណធំឲ្យអស់បាបទុកធំផុតចាកតរៀងទៅកិច្ចការធ្ងន់ស្រាលទាំងប៉ុន្មានពុកខំគាត់ហ៊ានទាំងខុសត្រូវភ្ជួរស្រែលីសែងដកកាត់ស្រូវគ្រប់ការក្នុងក្រៅជំនួសម្ដាយក្រមាវិចខ្ចប់ស្ពាយតាមខ្លួនយកតាមចំនួនមានម្ហូបបាយចូលព្រៃកាប់អស់ជីកកកាយគាស់មើមទាំងឡាយដំឡងក្ដួចសាគូស្លឹកព្រិចនិងផ្លែឈើមានសត្វព្រៃផ្ញើប្រះសំពូចប្រលិតរំចង់ត្រីខ្យងម្ហូបប្រហើស្រស់ស្រូបអាហារខ្មែរឪខំដើរតួវេនទុនសាយរៀនតាមបរិយាយជំនួសម៉ែការងារក្នុងផ្ទះចំការស្រែឪខិតខំធ្វើជំនួសម្ដាយពោះម្ដាយកាន់ធំគុំរប់ខែ9ឥតលហែម៉ែសប្បាយពុកខំរាល់ការដោយរីករាយពន្លីសែងស្ពាយអំរែកស្មាពុកទៅការងារតែងប្រញាប់ខ្លាចក្រែងឈឺថ្កាត់ម្ដាយឯកាពុកក៏ចង់ឃើញមុខបុតភ្ងាពុកខំស្ទុះស្ទាទាំងចិត្តកាយគ្រប់គ្នាមានពុកទុកជាគោលគ្មានណាមួយទល់គ្មានពុកថ្លៃតែកម្មថ្មីចាស់អាចបែកធ្លាយក៏មានពុកថ្លៃជាគុណធ្ងន់5កញ្ញាអាទិត្យកន្លងទៅទុកជាកតេដ៏ឧត្តមពិភពលោកបានកំណត់គុណដ៏ឧត្តមគុណបិតាមានឪនៅរស់ជាសំណាងដាស់ក្រើនទូនមានតាមធម្មាជាទីពុំនឹងពុំអ្នកជាដល់បុត្រធីតាគ្រប់រូបអង្គកូនត្រូវតបគុណធ្ងន់21កូនខំលើកស្ទួយត្រកូលពងបន្តពូជផៅឲ្យគង់វង្សនោះទើបឈ្មោះអង្គកូនដឹងគុណមានបាយចំណីទៀនផោផង់កូនត្រូវខិតខំជូនក្រោយមុនជូនពុកចាំសិលជាដើមទុនជួយសមាធិធ្ងន់បញ្ញាខ្ពស់អស់កូនទាំងឡាយឆ្ងាយចិត្តក្តីលោកប្រុសលោកស្រីជាតិជាមនុស្សតែងដឹងល្អអាក្រក់និងត្រូវខុសដឹងគុណទើបឈ្មោះជនឧត្តមដឹងគុណតបគុណកតញ្ញូកូនប្រុសស្រីគួរសាងសន្សំម៉ែឪមានគុណមហាសែនធ្ងន់នោះហៅធ្ងន់គ្មានអ្វីស្មានលោកឲ្យយកភ្នំមហាសុមាជាដងបកាស្មេឲ្យសឹកបានទឹកខ្មៅយកទឹកមហាសមុទ្រមានក្រដាស់ធរមានទាំងផែនដីសឹករិលគោកអស់ពេញគ្មានសល់ក៏មិនឈ្មោះផលកូនប្រុសស្រីថាសងគុណធំបុព្វការីគុណម្ដាយ12ឪពុក21កុំចាំឪដេកសំរានពេទ្យខិតខំបើកភ្នែកដូចទុកព្រួយពេលនោះធូលេតមិនអាចជួយព្រោះប្រឹងឬមួយជួយមិនបានទោះបងខំបាយចំនៃប្លែកឪគាត់ប្រកែកលែងរើប្រាន
ព្រោះថាជំងឺកាន់រំខានឪគាត់សម្រានប្រានឈឺផ្សាជូនឪទាន់បំពងកឈរកុំចាំឪធ្ងោទើបមេត្តាឪដេកសម្រានចាំមរណាមហូបបាយអាហារឯណាបានកូនអើយកូនប្រុសស្រីទាំងឡាយកុំចាំនឹកស្ដាយជូនបាច់ផ្កាយកបាយទៅវត្តជូនលោកដានោះឈ្មោះហៅថាដឹងយឺតហើយចិញ្ចឹមឪម៉ែពេលនៅរស់ពេលស្លាប់ទៀតស្មោះមិនកន្តើយធ្វើបុណ្យជូនទានទាំងនោះហើយជូនពុកដល់ត្រើយស្បើយទុក្ខាកតញ្ញូគុណធ្ងន់ពុនពេកកូនប្រុសស្រីត្រេកគ្រប់វេលាពីពេលនៅរស់ឈ្មោះជន្មារហូតជរាគ្រាមរណាសង្ខេបប៉ុណ្ណឹងសិនទៅចុះបើកូនស្រីប្រុសមានសាសនាចិញ្ចឹមម៉ែឪមិនខ្ជះខ្ជាកូននោះឈ្មោះថាកតញ្ញូជនអតិជាតិបុត្រផុតអស់កូនគេមិនសាបសូន្យតបគុណធ្ងន់ដឹងគុណឪម៉ែទាំងក្រោយមុនទុកកាចតូចធំតែងរួចផុតរស់រីករាយចិត្តញាតសរសើរពេលអស់ដំណើរដើរទៅមុខតែងតែទទួលបានក្តីសុខនៅក្នុងនាយភពឋានព្រះអិនគម្ពីរលោកថាពេលស្លាប់ទៅតែងតែស្ថិតនៅភូមិត្រៃត្រឹងនឹងបានទៅកើតជាព្រះអិនដូចនេះខំប្រឹងគ្រប់គ្នាខ្ញុំសូមសង្ខេបអំណរគុណអ្នកផ្សាយជាមុនដោយចេតនាលោកសបុភារីដែលជ្រះថ្លានិងអស់យាយតាសង្ឃគ្រប់អង្គនិងពូមាមីងបងស្រីប្រុសប្អូនក្មួយទាំងអស់ខេមរាវង្សរួមឈាមរួមជាតិទាំងក្រៅក្នុងដែលបានសាងបុណ្យអង្គបិតាវគ្គទី35វែងអនឡាញសូមស្លេះបរិយាយព្រោះវេលាសូមឲ្យបានសុខគ្រប់គ្នាឈ្នះអស់សត្រូវតរៀងទៅថាច់អួងវរាខ្ញុំសូមលាសូមជួបនៅគ្រាពេលតម្រូវអភ័យទោសចុះទាំងខុសត្រូវថ្ងៃបុណ្យលោកឪកូនដឹងគុណអំបញ្ញនេះជាកំណាព្យដែលមានចំណងជើងថាទិវាបិតាឬ Father's Day យើងខ្ញុំសូមអរគុណលោកថាច់អួងវរាដែលបានផ្ញើកំណាព្យនេះមកយើងខ្ញុំលោកអ្នកនាងស្ដាប់ជាទីមេត្រីតទៅនេះជានាទីកំណាព្យនៅថ្ងៃអាទិត្យទី9ឧសភានេះគឺជាថ្ងៃទិវាមាតាឬ Mother's Day ដើម្បីជាការចូលរួមដល់ទិវាមាតាយើងនឹងជម្រាបជូនលោកអ្នកនាងនៅកំណាព្យមួយដែលយើងបានទទួលពីលោកថាច់អួងវរានៅ Adelaide សូមលោកអ្នកនាងកំសាន្តជាមួយនឹងកំណាព្យដែលមានចំណងជើងថាជីវិតម៉ែដូចតទៅថាច់អួងវរាដៃប្រណម្យទាំងទ្វេអង្គជនហៅព្រះរស់អំពីចម្ងាយដោយចំពោះគុណឧត្តមខ្ពស់សូមវន្ទានិងគុណត្រៃរតន៍ដ៏ប្រសើរជាផ្លូវដំណើរមនុស្សសួគ៌និងព្រះនិព្វានជាមាគ៌ាមនុស្សសត្វគ្រប់គ្នាតែងប្រាថ្នាដល់អស់ចាស់ទុំអ៊ំធំមាមីងតាយាយជាព្រឹទ្ធាចារ្យនិងជនរួមជាតិពងខេមរាដល់ព្រះសង្ឃាគ្រប់អង្គអរគុណដល់លោកទុយសបុភារីដែលចេះឆ្នៃនីតិឲ្យឧត្តមត្រូវកាលត្រូវពេលដ៏ស័ក្តិសមនាថ្ងៃឧត្តមគុណមេត្តាពាក្យម៉ាក់ម៉ែម្ដាយចេះគ្រប់គ្នាពីវ័យកុមារដល់ជរារហូតដល់ម៉ោងផុតជន្មាទើបឈប់ហៅងារព្រោះអវសានម៉ែជាជននៅមានចំណាស់ជាងអស់ក្មេងចាស់ក្នុងសន្តានម៉ែឪដៃគូយ៉ាងចំណានលោកទាំងពីរប្រានឧត្តមជនគ្មានមនុស្សណាមួយគ្មានម៉ែឪទោះមានខុសត្រូវពេលក្រោយមុនជននោះលោកហៅថាគុណធំគុណដ៏ឧត្តមគុណព្រះរស់បើមានតែឪខ្វះម៉ែទេមិនអាចមានដែរកូនស្រីប្រុសព្រោះអង្គទាំងពីរជាព្រះរស់ព្រះមុនបង្អស់ព្រះទី1នាថ្ងៃទី9ខែឧសភាថ្ងៃ Mother's Day បានលើកស្ទួយរំលឹកដឹងគុណម្ដាយទី1ពិភពទាំងមូលថ្ងៃដឹងគុណ
ម៉ែជាទូអង្គនៃភេទស្រីម៉ែកើតតាមវ័យតូចទៅធំពីវ័យកុមារដល់ក្រមុំរៀងរូបសំរុំម៉ែរៀបការធាតបោកនឹងសងម៉ែនឹងឪរួមការរស់នៅច្បាប់លោកកានិងច្បាប់ធម្មជាតិកម្មពង្សាគឺជាសេវាបណ្ដាញពូជថ្លែងពីជីវិតរបស់ម៉ែអស់ថ្ងៃពេលខែល្អល្អឿនល្អោកជាយត់កំណើតមាសស្ងួនមកម្ដាយទទួលយកដោយមេត្តាពេលកូនមកជ្រកក្នុងផ្ទៃម្ដាយម៉ែចិត្តក្អាកក្អាយឥតឧបមាមិនថាកូននោះប្រុសស្រីជាម៉ែខ្សឹបប្រាប់ប៉ាយើងមានកូនម៉ែចិត្តសែនខ្វល់តែរីករាយរាប់រាល់ខែថ្ងៃទាំងយប់យន្តខែ1 4 5ពោះកាន់តែធំម្ដាយស៊ូរងទ្រាំទោះមាសាម៉ែដេកដើរឈរនិងអង្គុយម៉ែធ្វើទុយមួយខុសធម្មតាម៉ែចុកឈឺចាប់ក្នុងអោរាក៏ព្រោះដោយសារកូនធ្វើបាបតែម៉ែស៊ូទ្រាំមិនត្អូញត្អែបន់បួងឲ្យតែប្រសូតឆាប់ឃើញមុខប្រុសស្ងួនម្ដាយចំណាប់ម៉ែសាប់បាយក្តាត់ព្រោះស្រឡាញ់អស់ផ្លាយ8ខែបានផុតម៉ែតែងចាប់ចុកព្រោះម៉ែចាញ់បាយទឹកចំណីហូបមិនបានរួចម៉ែសម្រានឆ្លងទន្លេម៉ែឆ្លងទន្លេរស់ស្មើស្លាប់ម៉ែខំបដូរផ្ដាច់មិនងាករេស៊ូខំមាត់ទ្រាំព្រោះមាសមេចិត្តមេតាទ្វេចង់ឃើញស្ងួនប្រសូតបានមកថ្មីភ្លាមម្ដាយខំប្រឹមប្រៀបវាចាស្ងួនហៅពាក្យកូនខ្ញុំមុនដំបងម៉ែខំចាប់ឆ្វងអង្អែលធ្នមម៉ែបីធ្នមថ្នាក់បំបើដោះផ្អឹបភ្ជាប់ទ្រូងស្មោះឲ្យឈាមថ្មោងបន្តជីវិតជូនមាសស្ងួនជាម្ដាយពេញខ្លួនស្ងួនមាសមេទាំងយប់ថ្ងៃក្តៅរងាពិតម៉ែការពារព្រឹត្តច្រៀងបំពេស្រមោចមូសមួយមិនបានទេម៉ែខំការពារជូនដល់កូនកូនជុះលើប្រាណម៉ែរាល់ថ្ងៃម៉ែសើចសប្បាយមិនស្រពោនកូនស៊ីផឹកអាចឬក៏នោមខ្លួនម៉ែបង្គន់ម៉ែនៅសើចទោះកូនជុះចុះ10ដងដោយម៉ែរីករាយហើយមិនក្រអើតហៅកូនគ្រប់ពាក្យរីករាយសើចទោះហេតុផលកើតម៉ែញញឹមម៉ែឲ្យនំស្ករផងបដោយមេត្តាធម៌ម្ដាយសង្ឃឹមកូនចេះពោលពាក្យម៉ែឪមុនម៉ែព្រានបង្ខំរាល់សាប់សៀងម៉ែព្រានប្រដៅភាសាសាប់រាប់លោតតាមច្បាប់មិនឲ្យលៀងបង្រៀនបានចាស់សំពះទៀងដល់ចាស់ទុំមានតាមលំដាប់ដល់ធំចំរានវ័យដឹងសេចក្តីតាមលំអានគ្រប់ស្រុកគ្រប់ភូមិឋានដែលតាមដានគុណលងម៉ែនាំទៅនៅវត្តរៀនសូត្រស្ទាត់បាលីប្រែពាក្យក្បួនបុរាណខ្មែរចាំហូហែតាមតម្រាលុះចាំល្មមគួសមថ្វាយបង្គំសង្ឃបិតាដើម្បីចូលបព្វជិក្នុងសាសនាព្រះគោតមសាងភ្នោះបួសសាមណេរទុកជាកេរវិសេសសំរៀនសូត្រផ្លូវឧត្តមឲ្យសំរុំបុត្រខេមរាដល់បានការចាំចេះមិនប្រហែសទ្វេកាយាទើបបានគ្រូអាចារ្យឲ្យបួសជាភិក្ខុថ្មីធ្វើចិត្តឲ្យជ្រះថ្លាដោយចេតនាជាសង្ឃថ្លៃយកផលគឺកម្រៃសងគុណថ្លៃក្រៃអាណែកសូមជូនពរសិរីបុត្រប្រុសស្រីវង្សខេមរាដែលចេះក្រាបវន្ទាថ្វាយបូជាគុណម៉ែឪសូមឲ្យឈ្នះអស់មានជ័យយាសុខពេកកៅដល់ពេលលះលោកទៅបានស្ថិតនៅត្រៃត្រងងអំបាយម៉ែនេះជាកំណាព្យដែលមានចំណងជើងថាជីវិតម៉ែដែលនិពន្ធដោយលោកថាច់អួងវរាដែលរៀបរាប់អំពីគុណមេត្តាយើងខ្ញុំសូមអរគុណលោកថាច់អួងវរាដែលបានផ្ញើកំណាព្យនេះមកយើងខ្ញុំលោកអ្នកនាងកំពុងស្ដាប់ការផ្សាយនៃវិទ្យុ SBS ហើយតទៅនេះគឺជាសម្ភាសជាមួយនឹងលោកលីសាវុនដែលជាប្រធានសមាគមវត្តខ្មែរសន្តិភាពសុជីវកម្មនៅ Adelaide ស្ដីអំពីការសម្ពោធវត្តខ្មែរសន្តិភាពហើយដែលមានសេចក្តីដូច